ក្នុងយប់មួយដែលពោពេញដោយភាពងឹតផ្ទះចាស់នៅជីទីក្រុងឈរយ៉ាងស្ងៀមស្ងាត់ខ្យល់បក់ឆ្លងកាត់បង្អួចបាក់បែកបង្កើតសំឡេងអ៊ូអរដូចជាការព្រមានពីអ្វីមួយដែលកំពុងមកដល់ចិនឈរនៅក្បែរបង្អួចមើលទៅខាងក្រៅដោយភ្នែកតឹងតែងពួកវាមិនយូរទៀតទេនឹងមកដល់គាត់និយាយអេលីសាដកដង្ហើមជ្រៅហើយពិនិត្យអាវុធរបស់នាងម្ដងទៀតយើងមិនអាចថយក្រោយបានទេប្រសិនបើយើងចាញ់នៅទីនេះគឺជាចុងក្រោយរបស់ពួកយើងភ្លាមនោះសំឡេងជើងដើរលាន់ឡើងពីខាងក្រៅធ្ងន់នឹងលឿនចន់បិទភ្លើងភ្លាមហើយទាញអេលីសាទៅកន្លែងលាក់នៅជ្រុងបន្ទប់បន្តិចក្រោយមកបាក់ទ្វារត្រូវបានបំបែកចូលដោយកម្លាំងខ្លាំងសត្រូវចូលមកជាក្រុមភ្នែករឹងមាំនិងពោពេញដោយគ្រោះថ្នាក់ចិនមិនរងចាំទេគាត់លោតចេញពីស្រមោលវាយប្រហារដោយល្បឿនលឿនអេលីសាតាមពីក្រោយដោយចលនារលូននិងត្រឹមត្រូវពួកគេដូចជាក្រុមដែលហាត់ហ្វឹកហ្វឺនជាយូរមកហើយការវាយប្រហារនិងការពារคล้ายជាការសហការដ៏ល្អឥតខ្ចោះសំឡេងប៉ះទង្គិចលាន់ឡើងពេញបន្ទប់សត្រូវមួយចំនួនធ្លាក់ចុះប៉ុន្តែចំនួនពួកវានៅតែច្រើនអេលីសាត្រូវបានរុញថយក្រោយបន្តិចប៉ុន្តែនាងមិនបោះបង់ទេនាងឈរឡើងវិញនិងប្រយុទ្ធទៅវិញយ៉ាងរឹងមាំចិនខាងឆ្វេងនាងស្រែកព្រមានចិនបាត់ខ្លួនទាន់ពេលដើម្បីជៀសវាងការវាយប្រហារមួយហើយវាយទប់វិញដោយកម្លាំងទាំងមូលពួកគេប្រយុទ្ធដូចជាមនុស្សដែលគ្មានអ្វីត្រូវបាត់បង់បន្ទាប់ពីការប្រយុទ្ធយ៉ាងតានតឹងជាយូរទីបំផុតស្ត្រូវចុងក្រោយក៏ដួលចុះបន្ទប់វិលត្រឡប់ទៅស្ងប់ស្ងាត់វិញមានតែសំឡេងដង្ហើមធ្ងន់របស់ពួកគេទាំងពីរអេលីសាមើលជុំវិញបន្ទាប់មកនិយាយយឺតយើងឈ្នះហើយតែខ្ញុំមានអារម្មណ៍ថាវាមិនទាន់ចប់ទេចិនដើរទៅក្បែរបង្អួចម្ដងទៀតមើលទៅក្នុងភាពងឹតដែលគ្មានទីបញ្ចប់ភ្នែករបស់គាត់បង្ហាញពីការប្រុងប្រយ័ត្នត្រឹមត្រូវនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ